លក្ខណៈរបស់ស្ត្រីដ៏ល្អឥតខ្ចោះលក្ខណៈរបស់ស្ត្រីដ៏ល្អឥតខ្ចោះអាចខុសគ្នាអាស្រ័យទៅលើទស្សនៈនិងតម្លៃរបស់មនុស្សនីមួយទោះជាយ៉ាងណាក៏ដោយខាងក្រោមនេះជាលក្ខណៈមួយចំនួនដែលភាគច្រើនចាត់ទុកថាដ៏ល្អឥតខ្ចោះសម្រាប់ស្ត្រីទំនុកចិត្តស្ត្រីដែលមានទំនុកចិត្តជាស្ត្រីដែលមានសមត្ថភាពពឹងផ្អែកលើខ្លួនឯងដោះស្រាយការសម្រេចចិត្តនិងមានទំនុកចិត្តលើខ្លួនឯងឯករាជ្យស្ត្រីឯករាជ្យជាស្ត្រីដែលអាចថែរក្សាខ្លួនឯងដោះស្រាយបញ្ហានិងចាត់ចែងអំពើសម្រេចចិត្តដោយខ្លួនឯងមានសេចក្តីស្រឡាញ់ស្ត្រីដែលមានសេចក្តីស្រឡាញ់ជាស្ត្រីដែលអាចបង្ហាញការស្រឡាញ់ថែរក្សានិងក្តីក្រហមចំពោះអ្នកដទៃបញ្ញាស្ត្រីដែលមានបញ្ញាជាស្ត្រីដែលមានសមត្ថភាពរៀនសូត្រផ្ដល់វិភាគនិងដោះស្រាយបញ្ហាដោយឆ្លាតវៃអត់ធ្មត់ស្ត្រីដែលមានអត់ធ្មត់ជាស្ត្រីដែលអាចរង់ចាំធ្វើអ្វីដោយអត់ធ្មត់និងមិនបោះបង់នៅពេលប្រឈមនឹងបញ្ហាស្មោះត្រង់ស្ត្រីដែលមានស្មោះត្រង់ជាស្ត្រីដែលមានសមត្ថភាពនិយាយត្រឹមត្រូវរក្សាការសន្យានិងធ្វើអ្វីដោយស្មោះត្រង់ច្នៃប្រឌិតស្ត្រីដែលមានច្នៃប្រឌិតជាស្ត្រីដែលអាចច្នៃប្រឌិតគំនិតថ្មីរកវិធីដោះស្រាយបញ្ហាបានដោយមានប្រសិទ្ធភាពចេះអាណិតអាសូរស្ត្រីដែលចេះអាណិតអាសូរជាស្ត្រីដែលអាចបង្ហាញការយកចិត្តទុកដាក់ចេះស្ដាប់និងជួយដល់អ្នកដទៃនៅពេលចាំបាច់មានភាពឯករាជ្យស្ត្រីដែលមានភាពឯករាជ្យជាស្ត្រីដែលអាចធ្វើការសម្រេចចិត្តដោះស្រាយបញ្ហានិងថែរក្សាខ្លួនឯងដោយខ្លួនឯងមានចិត្តល្អស្ត្រីដែលមានចិត្តល្អជាស្ត្រីដែលអាចបង្ហាញការស្រឡាញ់ថែរក្សានិងជួយអ្នកដទៃដោយមិនរើសអើងសរុបមកស្ត្រីដ៏ល្អឥតខ្ចោះជាស្ត្រីដែលរួមបញ្ចូលលក្ខណៈខាងលើនិងមានទំនុកចិត្តឯករាជ្យនិងសេចក្តីស្រឡាញ់